អនុសាខាកាកបាទក្រហមកម្ពុជានិងរដ្ឋបាលស្រុកឆ្លូងទទួលអំណោយសប្បុរសពីព្រះមន្ត្រីសង្ឃដើម្បីបម្រើក្នុងការងារមនុស្សធម៌អំណោយសប្បុរសរបស់ព្រះមន្ត្រីសង្ឃនៅស្រុកឆ្លូងខេត្តក្រចេះតែងតែប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជានិងរដ្ឋបាលស្រុកជារៀងរាល់ឆ្នាំមិនដែលខានដើម្បីបម្រើក្នុងការងារមនុស្សធម៌និងជាការតបស្នងសងគុណនៃការដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្ររបស់រាជរដ្ឋាភិបាលកម្ពុជាអំណោយទាំងអស់នេះមានជាគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់រួមនឹងបច្ច័យចំនួន3លានរៀលដឹកនាំដោយព្រះសមណញាណកិច្ចបេសីហាព្រះធម្មធរអនុគុណស្រុកនិងជាព្រះចៅអធិការវត្តពោធិព្រឹក្សហៅវត្តឈើទាលភ្លោះឃុំកញ្ជោស្រុកឆ្លងប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជានិងរដ្ឋបាលស្រុកនៅព្រឹកថ្ងៃទី29ខែមិថុនាឆ្នាំ2025នេះមានសង្ឃនិកាព្រះធម្មធរអនុគុណស្រុកបេសីហាបានបញ្ជាក់ថាជារៀងរាល់ឆ្នាំព្រះគ្រូតែងតែបិណ្ឌបាតគៀងគោព្រះមន្ត្រីសង្ឃនិងប្រជាពុទ្ធបរិស័ទរួមនឹងសប្បុរសជនក្នុងការចូលរួមធ្វើបុណ្យសន្សំកុសលតាមរយៈសកម្មភាពនានាជាពិសេសគឺសកម្មភាពមនុស្សធម៌ដែលជាផ្នែកមួយក្នុងការចូលរួមតបស្នងគឺរាជរដ្ឋាភិបាលដែលបានដឹកនាំកសាងប្រទេសជាតិឲ្យមានភាពរីកចម្រើនសម្បូរសប្បាយធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធារនិងមានលទ្ធភាពនិងឱកាសក្នុងការធ្វើបុណ្យរួមគ្នាហើយក្នុងនោះដែរវិស័យពុទ្ធសាសនាក៏មានការអភិវឌ្ឍរីកចម្រើនផងដែរលោកស្រីគង់លំហូរអភិបាលស្រុកបានថ្លែងអំណរព្រះគុណចំពោះទឹកព្រះតីរបស់ព្រះមន្ត្រីសង្ឃនៅទូទាំងស្រុកជាពិសេសគឺព្រះគ្រូអនុគុណស្រុកដែលតែងតែគិតគូរនិងយកទឹកព្រះតីទុកដាក់ជាមួយអនុសាខាស្រុកជារៀងរាល់ឆ្នាំមិនដែលខានបើទោះបីតិចក្តីច្រើនក្តីក្នុងន័យធ្វើយ៉ាងណាជួយសម្រាលការរស់នៅរបស់ប្រជាពលរដ្ឋនិងដើម្បីគត់គង់ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់រដ្ឋបាលស្រុកនិងអនុសាខាកាកបាទក្រហមកម្ពុជា